បាទសូមស្វាគមន៍មកកាន់ Channel របស់យើងម្នេះហើយប្រធានបទរបស់យើងនៅថ្ងៃនេះគឺនឹងនិយាយអំពីការយល់ឃើញរបស់លោក Mark Zuckerberg អំពីលោកMark Zuckerberg បាននិយាយម្ដងហើយម្ដងទៀតថាគោលដៅរបស់ខ្ញុំគឺមិនមែនបង្កើតក្រុមហ៊ុនមួយដើម្បីគ្រាន់តែរកលុយទេតែវាគឺជាការកសាងអ្វីមួយដែលធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំសម្រាប់ពិភពលោកគាត់បានច្បាស់លាស់នៅក្នុងចិត្តតាំងពីថ្ងៃដំបូងនៃការបង្កើត Facebook ថាវាគឺជាការបំពេញបេសកកម្មដ៏អស្ចារ្យនៅក្នុងជីវិតរបស់គាត់ជាក់ស្ដែងពីមុនក្រុមហ៊ុន Yahoo ក៏ធ្លាប់បានចរចាទិញ Facebook ផងដែរក៏ប៉ុន្តែត្រូវ Zuckerberg បដិសេធព្រោះគាត់ជឿថា Facebook ទៅថ្ងៃមុខនឹងរីកធំហើយនឹងមានភាពអស្ចារ្យកាន់តែច្រើនគុំដេញតាមលុយតែត្រូវបង្កើតអ្វីមួយដែលនឹងផ្ដល់ប្រយោជន៍ទៅកាន់មនុស្សជាតិព្រោះថាភាពស្ដំនៃលុយនឹងមករកមនុស្សតាមក្រោយបើសិនបើយើងអាចធ្វើអ្វីមួយតាមចក្ខុវិស័យនេះហើយវាគ្មានមធ្យោបាយណាល្អជាងនេះនៅក្នុងការស្រូបទាញលុយចូលមកក្នុងជីវិតមនុស្សយើងនោះទេនៅក្នុងបទសម្ភាសន៍ Zuckerberg តែងតែសង្កត់ធ្ងន់ទៅលើការបង្កើតមុខងារដ៏អស្ចារ្យមុនពេលគិតអំពីការរកលុយនេះក៏ព្រោះតែគាត់យល់ថាភាពងាយស្រួលហើយនឹងការបង្កើតបទពិសោធន៍ល្អដល់តែជនវាគឺជារឿងសំខាន់ជាងគាត់ជឿថាការបង្កើតគុណតម្លៃសម្រាប់អ្វីដែលយើងកំពុងធ្វើនឹងនាំមកនូវភាពជោគជ័យផ្នែកលុយកាក់នៅតាមក្រោយហើយពាក្យនេះបានក្លាយជាការពិតដែលមិនអាចនឹងប្រកែកបាននៅពេលដែលក្រុមហ៊ុន Facebook បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលរកប្រាក់ចំណេញច្រើនបំផុតលើពិភពលោកទោះជា Zuckerberg មានលុយរាប់ពាន់លានដុល្លារហើយក៏ដោយប៉ុន្តែយើងឃើញថាគាត់មិនមានការរស់នៅឬក៏ការចំណាយទៅលើសម្ភារៈនិយមអីឲ្យលេចធ្លោនោះដែរផ្ទុយទៅវិញគាត់ផ្ដោតទៅលើការបង្កើតផលប៉ះពាល់រយៈពេលវែងដូចជាវិនិយោគលើការអប់រំជាសាស្ត្រហើយនិងសុខភាពជាសកលតាមរយៈគំនិតដូចផ្ដើមចាន់ Zuckerberg របស់គាត់នៅក្នុងការថ្លែងសន្ទរកថានៅសាកលវិទ្យាល័យ Harvard ឆ្នាំ2017គាត់បាននិយាយថាគោលបំណងគឺជាអ្វីដែលបង្កើតសុភមង្គលពិតប្រាកដសម្រាប់គាត់លោក Zuckerberg តែងតែហ៊ានគិតធំហើយនឹងយល់ថាសំណាងដែលធំបំផុតនឹងកើតឡើងនៅពេលដែលយើងអាចបង្កើតនៅដំណោះស្រាយសម្រាប់បញ្ហាក៏ដូចជាផលលំបាកដែលធំបំផុតរបស់មនុស្សជាតិគាត់ធ្លាប់បានណែនាំសៀវភៅ Portfolio of the Poor ដែលមានន័យថាការរស់នៅរបស់អ្នកក្រហើយគាត់បាននិយាយថាស្ទើរតែពាក់កណ្ដាលនៃពិភពលោកដែលមនុស្សរស់នៅជាមួយនឹងប្រាក់តិចជាង$2កន្លះក្នុងមួយថ្ងៃហើយគាត់ក៏សង្ឃឹមថានៅពេលដែលមនុស្សបានអានសៀវភៅនេះកាន់តែច្រើនពួកគេនឹងមានគំនិតនៅក្នុងការស្វែងយល់ថាតើធ្វើមិនដែរអាចនឹងមានការរៀបចំការបំពេញកិច្ចការណាមួយដើម្បីគ្រប់គ្រងជីវិតអ្នកទាំងនោះឲ្យបានល្អជាងមុនដូច្នេះសរុបមកវិញតើយើងអាចរៀនអ្វីខ្លះពី Zuckerberg ទាក់ទងនឹងរឿងលុយកាក់បាទទី1គឺ Zuckerberg បាននិយាយថាលុយគឺជារបស់សម្រាប់សម្រេចគោលដៅមិនត្រូវយកលុយធ្វើជាគោលដៅសម្រាប់រត់តាមវាទេបាទទី2ត្រូវផ្ដោតទៅលើការកសាងតម្លៃរយៈពេលវែងហើយទី3ទាក់ទងនឹងមនុស្សយើងត្រូវចេះចែករំលែកនៅអ្វីដែលយើងមានហើយនឹងត្រូវជៀសឲ្យបាននៅការរស់នៅប្រកបជាមួយនឹងភាពអាត្មានិយមតើអ្នកចូលស្របនឹងការលើកឡើងខាងលើនេះឬទេសូម comment មតិយោបល់ខាងក្រោមហើយបើសិនមកពេញចិត្តសូមជួយចុច like និង subscribe ដើម្បីទទួលបានមាតិកាថ្មីៗបន្ថែមទៀតសូមអរគុណ